mấy cá là cái thang bánh đo sài số mấy cá tôi mất cái những cái này cái tìm mỗi cái những cái này alpha cái bầu áo beta cái thang bánh đo sài số mấy cái những cái này thế hai chữ hai ឥឡូវយើងអត់ដោះស្រាយសមីការទេតែធ្វើម៉េចដើម្បីស្គាល់ alpha beta alpha beta គឺជារឿងរបស់សមីការអញ្ចឹងយើងដើរតាមផលបូកនិងផលគុណរឹងនឹងគេនេះហ្នឹងគេមានថាក្នុងហ្នឹងគឺប្រកបជារៀនរបស់វា a បើយើងស្មើ1 b បើយើងស្មើដល់1ហើយ c បើយើងស្មើដល់2អញ្ចឹងតាមផលបូកឬផលបូកឬគឺស្មើ alpha បូកជាមួយនឹង beta អញ្ចឹង alpha បូក beta គឺស្មើជាមួយនឹងដក b នឹងអញ្ចឹងដក b របស់យើងគឺដក1នៅលើ a របស់យើងគឺ1អញ្ចឹងវាស្មើ1ណាដល់ពេលផលគុណរឹងគឺ alpha គុណជាមួយនឹង beta គឺស្មើ alpha គុណ beta គឺស្មើជាមួយនឹង c នៅលើ a c របស់យើងដល់2 a របស់យើង1ចឹងវាស្មើដល់2ដល់ពេលលំហាត់ទី1របស់យើងគេឲ្យគណនា alpha ការ៉េបូកជាមួយនឹង beta ការ៉េអញ្ចឹងរំលឹកបន្តិចដើម្បីអាចទៅគណនាទី1នឹងបានណាអញ្ចឹងយើងដឹងថាបើសិនជាយើងមាន a ការ៉េបូក b ការ៉េតើវាស្មើអីអូខេដែលអ្វីយើងមានទៅជាដក b ឬមួយក៏ a បូក b ចឹង a បូក b ដូចជាការ៉េ a បូក b ដូចជាការ៉េស្មើជាមួយនឹង a ការ៉េបូក2ដង ab បូកឲ្យ b b ការ៉េចឹងដល់ពេលយើងចង់រកអី a បូក b ចឹងយើងអាចសរសេរចេះសរសេរថា a ការ៉េបូក b ការ៉េបូកឲ្យ2ដង ab ចឹងអញ្ចឹងយើងបានទៅជាអីបានទៅជា a អញ្ចឹងយើងចង់រក a ការ៉េបូក b ការ៉េអញ្ចឹងអញ្ចឹងយើងបានទៅជា a បូក b លើកជាការ៉េដកឲ្យ2ដង a ab វិញអញ្ចឹងដល់ពេលបើយើង alpha beta យើងបដូរពី ab ទៅជា alpha beta ទៅអញ្ចឹងវាស្មើអីអញ្ចឹងរបស់យើងនេះគឺស្មើទៅជា alpha បូក beta ការ៉េដកឲ្យ2ដង alpha beta ដែលផលបូកឬរបស់យើងគឺស្មើជាមួយនឹង1អញ្ចឹង1ការ៉េតឲ្យផលគុណរឹងរបស់យើងគឺដក12អញ្ចឹងយើងគណនាទៅអានឹង1ការ៉េ1ដក12ដកនឹងដកបូក24អញ្ចឹងចម្លើយស្មើ25ឥឡូវយើងមើលការគណនា alpha បូកគុណទៀតបូកឲ្យ beta គុណទៀតចឹងមុននឹងដោះស្រាយអាហ្នឹងយើងទៅរំលឹកដល់រូបមន្តមួយទៀតបាទគឺទៅដល់រូបមន្តអី a បូកឲ្យ b ស្វ័យគុណគិតអញ្ចឹងវាស្មើជាមួយនឹងនេះរំលឹកមកស្ទើររំលឹកឲ្យចឹងអញ្ចឹងស្មើជាមួយនឹង a គិតបូកជាមួយនឹង3ដង a ការ៉េ b បូកឲ្យ3ដង a b ការ៉េបូកជាមួយនឹង b គិតអញ្ចឹងអានេះបានទៅជា a គិតបូកជាមួយនឹង b គិតឡើយនេះយើងដាក់វាជាផលគុណកតាមកទី 3ab ជាផលគុណកតាចឹងនៅសល់ a បូក3អ្វីចង់រកគឺចង់រក a គិតបូក b គិតចឹងនាំឲ្យ a គិតបូកជាមួយនឹង b គិតស្មើជាមួយនឹង a បូក b លើកជាគិតដកជាមួយនឹង3ដង ab គុណជាមួយនឹង a បូក 3អូខេចឹងនាំឲ្យរបស់យើងនេះគឺស្មើគេវិញគឺស្មើជាមួយនឹង alpha ដកជាមួយនឹង beta បូកជាមួយ beta លើកជាគិតដកជាមួយនឹង3ដង alpha beta គុណជាមួយនឹង alpha បូកឲ្យ beta អញ្ចឹងខាងក្រោមនេះលុបចេញហើយឥឡូវយើងមកចំនួនអញ្ចឹង alpha របស់យើងគឺ alpha បូក beta នេះស្មើ1ចឹង1សេគុណគិតដកឲ្យ3គុណឲ្យ alpha គុណ beta យើងដក12 alpha បូក beta យើងឃើញ1អញ្ចឹងយើងបានទៅជា1ដកគុណនឹងដកបានបូក3គុណនឹង12វា36អញ្ចឹងចម្លើយរបស់យើងឃើញ35
ឥឡូវយើងមើលទី3មួយទៀតគឺ1នៅលើ alpha បូកឲ្យ1នៅលើ beta អញ្ចឹងយើងនឹងប្រើអធិប្បាយទៅឃើញគឺជា beta នៅលើ beta បូកជាមួយនឹង alpha នៅលើ alpha beta យ៉ាអញ្ចឹងយើងដឹងហើយផលបូកឬយើងគឺស្មើជាមួយនឹង1បកកូនឬយើងស្មើដក12អញ្ចឹងលទ្ធផលយើងគឺដក1នៅលើ12អូខេ